ខ្ញុំប្រកាសណាសូមក្រាបថ្វាយបង្គំចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គសូមចម្រើនពរដល់ញាតិញោមប្រជាពុទ្ធបរិស័ទទាំងឡាយនៅក្នុងថ្ងៃនេះគឺជាថ្ងៃដែលប្រកបដោយមហានក្ខត្តឫទ្ធិនិងជាថ្ងៃដ៏សំខាន់ដែលពុទ្ធសាសនិកទាំងឡាយលោកតែងតែប្រារព្ធនៅកម្មវិធីបុណ្យមាឃបូជាដោយហេតុថាការប្រារព្ធនៅបុណ្យមាឃបូជានេះគឺដើម្បីរំលឹកនៅព្រឹត្តិការណ៍ដ៏សំខាន់នៅក្នុងសម័យពុទ្ធកាលដែលមានព្រឹត្តិការណ៍ទាំងឡាយ3យ៉ាងនៅក្នុងព្រឹត្តិការណ៍ទាំង3នោះទី1លោកឲ្យឈ្មោះថាចតុរង្គសន្និបាតដែលមានន័យថាការជួបប្រជុំគ្នារវាងពុទ្ធសាវកនិងព្រះដ៏មានព្រះភិក្ខនៅក្នុងថ្ងៃតែមួយហើយប្រកបទៅដោយអង្គ4យ៉ាងដែលអង្គទី1ការជួបប្រជុំគ្នានៅក្នុងថ្ងៃឧបោសថសីលតែមានពន្លឺព្រះច័ន្ទពេញវង្សភ្លឺស្រស់ថ្លាល្អទី2ជាថ្ងៃដែលព្រះភិក្ខុសង្ឃទាំង1250ព្រះអង្គមកប្រជុំគ្នានៅក្នុងសំណាក់នៃព្រះសម្មាសម្ពុទ្ធដោយមិនមានការណាត់ទុកជាមុននិងទី3ព្រះភិក្ខុសង្ឃទាំងអស់សុទ្ធសឹងតែជាព្រះអរហន្តនិងអង្គទី4ព្រះភិក្ខុទាំងអស់សុទ្ធសឹងតែជាអេហិភិក្ខុទើបបានជានៅក្នុងព្រឹត្តិការណ៍ទី1លោកឲ្យឈ្មោះថាព្រឹត្តិការណ៍ចតុរង្គសន្និបាតចំណែកឯព្រឹត្តិការណ៍ទី2គឺសំដៅទៅលើការប្រកាសសម្ដែងនៅឱវាទបដិមោក្ខជាកម្រងទូន្មានរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងដើម្បីនឹងដឹកនាំសត្វទាំងអស់ឲ្យរួចផុតអំពីសេចក្តីទុក្ខតួយ៉ាងដូចជាការទូន្មានរបស់ព្រះសម្មាសម្ពុទ្ធឲ្យសត្វមាននៅសេចក្តីអត់ធន់ការមិនធ្វើនៅអំពើបាបទាំងពួងការបំពេញនៅកុសលធម៌ទាំងឡាយការញ៉ាំងចិត្តរបស់ខ្លួនឲ្យផូរផង់ការមិនពោលទេសដៀលនិងការមិនបៀតបៀនរវាងគ្នានឹងគ្នាជាដើមបន្ទាប់អំពីការប្រកាសសម្ដែងនៅឱវាទបដិមោក្ខអំពីសំណាក់នៃព្រះសម្មាសម្ពុទ្ធព្រះអង្គក៏បានប្រកាសតែងតាំងនៅភិក្ខុ2ព្រះអង្គដែលជាអគ្គសាវកកំពូលលើភិក្ខុទាំងឡាយដែលភិក្ខុទាំង2ព្រះអង្គនោះគឺទី1ព្រះសិរីបុត្រដែលជាអគ្គសាវកស្ដាំនិងព្រះមោគលានជាអគ្គសាវកឆ្វេងនិងព្រឹត្តិការណ៍ទី3គឺជាព្រឹត្តិការណ៍ចុងក្រោយព្រះដ៏មានព្រះភិក្ខព្រះអង្គបានប្រកាសដាក់នៅព្រះជន្មាយុសង្ខារគឺព្រះសម្មាសម្ពុទ្ធបានកំណត់ថា3ខែទៅមុខទៀតព្រះអង្គនឹងចូលព្រះនិព្វានដែលជាការចេញចាកអំពីលោកនេះដោយព្រះអង្គមិនត្រឡប់កើតទៀតឡើយរយៈពេល3ខែក្រោយព្រះអង្គក៏ចូលព្រះនិព្វាននៅក្នុងព្រះជន្មាយុ80ព្រះវស្សាក៏ព្រោះតែព្រឹត្តិការណ៍ដ៏សំខាន់នេះហើយទើបបានជាព្រះករុណាព្រះគុណម្ចាស់គ្រប់ព្រះអង្គនិងញាតិញោមជាពុទ្ធបរិស័ទទាំងអស់តែងតែប្រារព្ធធ្វើនៅបុណ្យមាឃបូជានេះឡើងដូច្នេះសូមព្រះករុណាព្រះគុណម្ចាស់ញាតិញោមជាពុទ្ធបរិស័ទអនុមោទនានៅពិធីបុណ្យមាឃបូជានិងប្រារព្ធនៅពិធីបុណ្យមាឃបូជាដើម្បីនឹងទទួលបាននៅផល្លានិសង្សរៀងអង្គរៀងខ្លួនសូមធ្វើនៅសេចក្តីត្រេកអរអនុមោទនា